ชีวิตมันផ្ដល់ជោគជ័យឲ្យអ្នកដោយសំណាងនោះទេតែមកវាមកពីសកម្មភាពជីវិតមិនផ្ដល់ជោគជ័យឲ្យអ្នកដោយសំណាងទេប៉ុន្តែដោយអ្វីដែលអ្នកបានធ្វើវាអ្នកមិនចាំបាច់មានចំណេះដឹងច្រើនដើម្បីចាប់ផ្ដើមតែអ្នកត្រូវចាប់ផ្ដើមដើម្បីរៀនពេលអ្នកដួលមិនមាននរណាមកជួយអ្នកឡើងទេតែអ្នកអាចឡើងដោយខ្លួនឯងជោគជ័យចាប់ផ្ដើមពីពេលអ្នកសម្រេចថាបើធ្វើហើយគឺមិនបោះបង់វាទេរាល់ជំហានតូចៗគឺជាវិធីដ៏ធំមួយក្នុងការទៅរកក្តីសុបិនកុំភ័យពីអ្វីដែលខ្ពស់ជាងអ្នកវាគ្រាន់តែជាការសាកល្បងចិត្តរបស់អ្នកប៉ុណ្ណោះអ្នកអាចយឺតបានប៉ុន្តែអ្នកមិនអាចឈប់ទេការធ្វើបន្តគឺជាថាមពលសំខាន់បំផុតពេលអ្នកនឿយហត់កុំចាំបាច់បោះបង់សម្រាប់បន្តិចហើយដើរទៅមុខបន្តទៀតមនុស្សរឹងមាំមិនមែនដោយសារកម្លាំងរាងកាយនោះទេក៏ប៉ុន្តែដោយចិត្តមិនបោះបង់រាល់ការខិតខំទោះតូចក៏ដោយវានាំអ្នកទៅកាន់កំពូលនេះជាពេលអ្នកយល់ថាជោគជ័យមិនមកពីសំណាងទេវាមកពីសកម្មភាពដែលអ្នកធ្វើរៀងរាល់ថ្ងៃអ្នកបានឈានដល់ទីនេះព្រោះអ្នកមិនឈប់ដើរផ្លូវវែងមិនសំខាន់ទេប្រសិនបើអ្នកដើរតាមគន្លងរបស់ខ្លួនសកម្មភាពរបស់អ្នកនៅថ្ងៃនេះនឹងកំណត់អនាគតរបស់អ្នកចាំថាជោគជ័យមិនមែនមកពីសំណាងនោះទេតែមកពីសកម្មភាពដែលអ្នកធ្វើរៀងរាល់ថ្ងៃ